Priya ឬមួយមិនបែន យ៉ា ណាគេ Perfect បំតែគេឲ្យ map អា Vantage ទៅ Aurora Gaming PH អត់ ចាំមើលសិនវគ្គទី1យើងនិយាយអត់ត្រូវ Flying Cloud បាទ Flying Cloud Bob Aurora First Pick គួរតា map Vantage អត់គួរឯងអាហ្នឹងយើងអត់ដឹងដែរនេះគ្រាន់តែខ្ញុំគិតទេបើខ្ញុំគិតថាគួរតាឲ្យព្រោះតែថាទីហ្នឹង I am a daughter of Northern គេ Vale. អាចទៅគេ I swear to protect it តែ till បាត់ my ហើយ last តែយ៉ា Freya Fanny ក៏ដូចជា Hill ដែរប៉ុន្តែនៅសល់ជាមួយនឹងក្រកអាចនឹង first pick ក្រកអត់ ក្រកបាត់ហើយ ក្រកឲ្យកលៀ បាទ ន Altego បើសិនជាអញ្ចឹងនៅសល់ Fetrin បាទ បាទនៅសល់ Susin អេ Susin អ៊ីវគេបើម្នាក់មួយ Susin អ៊ីវបើម្នាក់មួយ បាទ កលៀក្រកបានម្នាក់មួយស៊ូស៊ីនអ៊ីវបានម្នាក់មួយក្រកអត់ដែរបាត់ពេញលៀមអត់ Yes Leomon អាចលេងបានគេមើលឈប់សូរ៉ាក៏នៅដែរបង ណយសូរ៉ាកសោ បាទ វាម៉ត់អាចអត់ធ្វើដោយសារគេមិនសមមិញគេឃើញច្រើនណាស់ ខ្លោតមកចឹងបើសូរ៉ានៅមិនទាន់យកខ្លោតមកសិនណា is born by thy wish. មិនដែលខ្លោតផលវា អូ ខ្លោតនេះដល់ នៅសល់ Fetrin ហ្នឹង សូរ៉ាសល់លៀមម៉ត់កសល់ ទីខ្លោតវ៉ាឡែន អ៊ីបកសល់អាចគីប បើអីឥឡូវគេចេញមកគេចេញមកហើយយកហេរ៉ូមកមុន បាទបើយក if យកបើយក if យក Leomord គេយក cloud លេងបានដែរគេយក cloud យកទៅវាយទៀត ហ្នឹងហើយហ្នឹងហើយ ហើយគេនៅសល់ នេះ Fetrin ខ្លោ ទៀតតនេះអាចយកខ្លោតនេះ តែបើ if អាចស្លូតទី3គាត់យកបាន AE បង បាទហ្នឹងហើយ slot ទី3គាត់អាចយកបានគាត់អាចយកបើសិនតែគាត់ចង់បានទេគាត់យក cloud យក Leomord ខាលី Cloud ខាលី Your team is picking. អូអត់ទាញវ៉ាឡែនទេព្រោះនៅសល់ដែរអញ្ចឹងមកចំណេញដែរបើគេយកសូរ៉ាគេអាចយកវ៉ាឡែនមកមួយទៀតបានទេបាទសម្រាប់អឡូរ៉ា អេសមើលអេសមើលមកដល់ You and me, នេះអេសមើលនេះទី3 បាទ យកមក counter បាន2ដែរបាទជាមួយនឹង system ហើយនឹង only អូ one. អ អ ត់ ត់ទេ អត់យកអេសមើលទេ ហ្វូវាវិញ Fetrin លេខ style ថ្មីធម្មតាបើយកគេអាចរយថ្មីបានច្រើនដែរ អូសាហាវណាស់បង គេប្រកាសជាគេទៅ មែនតើ គេទៅ analyst ពាក់ព័ន្ធពីប្រកួតដល់ពេលដែលប៉ះគ្នា បាទ លើកមុន អូដូយ ដោយ Maxman ដូយហើយបាទ ស្រីយ៉ាងណាបានលេង Maxman ដូយរៀងពិបាកដែរ តែបើឧទាហរណ៍បើសិនជា AE គាត់នៅ first pick គាត់អាចនឹងបើក free យ៉ាងដែរតែបើសិនជាអឡូរ៉ា Like គឺ out ណា all បើ the injustice in the world. ទោះបីនៅ first ឬក៏ second ឥឡូវរ៉ូមអឺ រងសល់កតូត កាតូនហើយឡុកហើយឡុកក៏ល្អបាទ រង front line សល់កតូតសល់high low បើ pick up ដូចជាអស់ហើយកលៀគេយកបាត់ហើយគេបាត់ឈូបាត់ បាត់ឈូទៀត វាដែរក៏មាននៅក្នុង map នេះដែរ ចង់អស់រ៉ូមឯណាខាងលីតក៏អស់ទៀតបាទបាទសោះ cheap yes សោះ cheap បាទចាឥឡូវស្មើបែនមានការបែនឈូចោលប៉ុន្តែ double Praise បែន the stars Oh, Lord. and seek your ខ្លាច heart. surprise ដែរព្រោះអត់ pick មីតលូយីអាចដែរព្រោះដោយសាររាល់ការប្រកួតពេល Aurora អូយ I literally បាត់ invented ឈេប one. ហើយ ថៃក៏ សុខចិត្តឲ្យលេងរ៉ូមរបៀបអត់ចង់ឲ្យ rotate map បាទ ចង់ឲ្យលេងរ៉ូមទល់រ៉ូមនៅ front line លេងស្រួលទេព្រោះឈៀបជាប្រភេទរ៉ូមមួយដែលមកពី back line លឿនវាអាចជិះកំពុងលូមក surprise teleport បានគ្រប់ពេលmid lane នៅសល់អ៊ីមួយទៀត បើបែនចោលទៅព្រោះអី Among ពុ the កដែរ planes exists the equilibrium. គេលេង team fight វិញតែ I ឡើយ was Fucking me. made for. គេមីមីត សគីមីសល់លូនុចក៏ល្អដែរលូនុចបាន counter ជាមួយនឹងHarrod បាន counter Harrod តែគ្រាន់តែរៀងបើសិនជា pick up បើដើរលេងនៅក្នុង early duo mid ដើរគេអាចលេងបាន here soft passer ប៉ុណ្ណាណៃមិញមើលអត់អស់ តែបើលូនុចក៏ល្អដែរនេះតែ here passer សល់ហើយព្រោះផោកភាគច្រើន Hichubi ក៏លេង passer ក៏លេងផោក mid ហ្នឹង លេងផោកភាគច្រើនផោកឲ្យគេ low ហ្មងអត់ឲ្យគេចូលទៅថល់ទេ បាទ ធ្វើមិនចូលទៅថតប៉ុន្តែសមាជិកផ្សេងឡូឈាម ហ្នឹងហើយយើងមកចំណេញគីឡូដល់បើ pick ចុងក្រោយនៅសល់ experience lane លពូអាចដកមកអត់ experience land មើលភ្លាមឥឡូវសល់យូ2 យើងសង់លពូអឺ បើយូ2ល្អយូ2បានដេញផាសា ស ស ល់ កាតូត Uranus
có hay lo My mission is to protect mine. หลับปู Your team is Soon be a picking. burial គូ ground. ក៏បានកាប់ផាសាចាំងឥឡូវអាចនឹងចេញ hero ថ្មីឬក៏យ៉ាងណាលីអមតឬក៏ស៊ូយូឬក៏ចយអត់មាន hero ចាប់ចយទេ No one can stop joy right now អត់មាន hero ចាប់ចយទេបាទ ទេតែ អត់មាន stand ចាប់ចយទេ ពេទ្រិនកោះ ហ្នឹងហើយ មាន តែបើសិនជាមុនគាត់ចូលក៏អាចនឹងលៀបមកដែរបើសិនគាត់ចូលគាត់ប្រកាសជាមាន3 bit ពេញ full energy ឯងបើគាត់ចូលទៅដល់គឺមិនទៅដល់ឈូ I ចូល would ទៅដល់ sail across the ក្នុង cosmic ឡែន sea to the end of ខាមែន time. មែនថ្ងៃហ្នឹង assassin អាចចេញច្រើនជឿមើល assassin ថ្ងៃហ្នឹងអាចចេញច្រើនតែបើសិនយើងគិតណា Nolan នេះអូ speed farm លឿនណាស់ yes នៅក្នុង early ពេលដែលដើរមក Nolan នេះគឺ speed farm លឿនមែនតើ Fredrin អាចនឹងរៀងពិបាកនៅក្នុងការ farm speed ឲ្យទាន់ Nolan ណា បាទ អាចនឹងមានការលួច objective ផងដែរ តែណាមួយមក one shot ដែរបើសិនកលៀបោកកលៀបបោកហើយ យេ one shot Yes. pick up ណា កលៀផាសា Nolan បាទតម្រងនេះ AE ធ្លាយទៅដល់ពាក់កណ្ដាលម៉ោងដែរដែលអាហ្វីអាចបញ្ចេញdamageបានព្រោះដោយសារតែ form ទៅលើ clock តែ farm ស្រួលបួប្រយ័ត្ន Nolan farm ចាំងក្រោលអស់ហ៎ Yeah. លួចហ៎ព្រោះដោយសារ Nolan farm លឿនណាប្រភេទ Hero Nolan គឺ farm លឿនខ្លាំងមែនតើវគ្គមួយនេះគឺតម្រូវឲ្យចាំង color Nolan គឺ 5 ដើរ seconds farm till the enemy farm reaches ចាំង the ក្រោលឲ្យដើរលួច battlefield. ជាមួយនឹងចាំង color សក់ក៏enemy All ដូចគ្នា troops បាទ deployed. ចឹងក៏សូមស្វាគមន៍មកកាន់ការប្រកួតជំនួបរវាង Aurora Gaming Welcome PH បាទជាមួយនឹង to Mobile All Lego Legends. នៅក្នុងវគ្គទី1នៃ Grand Final បាទ ចូលមកភ្លាមៗក៏លេចមកមើល jungle ទាំងពីរគឺ floor farm ដូចជាយកផផៗដូចគ្នាទេ បាទ បាទ មើលថាទឹកនេះចឹងក្រោមនេះ ទឹកអាចនៅលើ ទឹកលើ នៅលើបាទអញ្ចឹងថាទី1នៅ experience land ក្រុម ទៅចង់លួចសត្វប៉ុន្តែហ៊ីជូមីដេញក៏លេខទៅមើល mini map បាទ ដេញជំរឿយកបានអត់សត្វទឹកជាមួយនឹងសង្គ្រាមសត្វទឹកនេះគឺសំខាន់ជំរឿចូលទៅ retreat បាទមួយ ប ចូល ង បានដុត demon demon ខៃ នៅក្នុងវគ្គនេះបើយើងនិយាយពីអាឡែពិបាកក្នុងការបោកអត់ដឹងបោកណាគេណា បាទ បើ ត្រូវ សិនជាបោក live បោកបោកអត់ដាច់ នោះខ្លួនបាត់ហើយដូមេងខៃ បាទ លៀមមានការ knock up មួយជាប់ទៅលើ UA ប៉ុន្តែ live មានការចាប់ទៅលើ ហ៊ីជូមីប៉ុន្តែ UA មានបញ្ហាចាប់ថែមមួយស្តាន់ជាប់ទៅលើ live clear minion ហើយដូចគ្នា បាទអូ លេ យ ខទៅមើលខាងក្រោមអាចនឹង rotate map ទៅក្រោម បាទ អូយអាហ្វី អាហ្វី វាយសុត land បាត់ហើយទៅលើ domain ខៃបាទ Master Assassin រៀងចុកតិចអលី ហ្នឹងហើយ Master Assassin Yes បាទកន្លែងមកមើលជាមួយនឹងរ៉ូមបើយើងគិតទៅកលៀវាចំណេញជាង High Loss បន្តិចដោយសារតែវាមានការបុកឈាមឲ្យគ្នាវិញដែរបាទនៅដើមម៉ោងក៏ដូចជាការ clear ទៅលើ mid lane ផងដែរបាទចាំងក៏ទាំងសងខាងព្យាយាមសម្រាប់ក្នុងការ farm យក level មែនតើប៉ុន្តែយើងមើលជាមួយនឹង Yasuke level 4 មុនDemon Kai មិញ បាទទៅ up level ទេបាទ Demon Kai តែខុសគ្នាបានតិចតួច Land Edward level 4មកហើយជាមួយនឹង Nino បាទ សថទី1កើតប៉ុន្តែអាហ្វីអូយចុក បាទ យាលជើងខាងnokអត់ចំនោះទេប៉ុន្តែមានការបោកវ៉ៃទៅលើ Demon Kai យកទៅដល់ Demon Kai អាចនឹង first blood ពី Demon Kai លៀបឡាយអាចនឹងគ្រោះថ្នាក់ក៏ដូចជា UA មានការចាប់ជាប់ដូចគ្នាចូលមកពុះដូចគ្នាផងដែរជាមួយនឹង Edward ពុះប្រឆាំងបាត់ហើយចាប់ទៅលើ Hichumi វិញ Hichumi flicker ប៉ុន្តែមើល back line នេះដល់វាយទៅ2ហើយវាយទៅ3យកសាច់បាត់ទៅណាប៉ាំងមកជាន់2ជាន់3ជាន់4ជាន់វាយកប់បំ4ជាន់ Oh my god តោះជាម្ដាយឆ្កើមួយសិនតែម្ដាយលោតថែមបន្តទៀតលោតជាន់ទៀតអូជាន់ដល់ដាច់ភ្លាមមានការចូលបត់នេះខ្ញុំបាត់និយាយវគ្គមួយនេះគឺមានការចូលទៅបោះក៏ដូចជាបាល់អត់គឺលួចជាមួយនឹងអូយ ខាតបាក់ retreat អត់មាន retreat មិនអត់មាន retreat ព្រោះដោយសារតែគាត់ retreat ដកចេញពី Edward ជុំគាត់សុកចិត្តអត់នេះណាគាត់សុកចិត្តសម្រាប់ចិត្តអត់យកជាមួយ total ចង់ទៅយកជាមួយនឹងPopol បើ តាមពិត Demon Kai គាត់គិតថាមិញគាត់យក Orange អល់ទេជាមួយនឹងការបោកចំអូប៉ះហ្វាតថលយ៉ាងមិនដែរមានការកាក់ពី Edward ចាប់ជាមួយនឹង Yasuke ប៉ុន្តែវាយអត់ដាច់ទេមានការឡើងឈាមឲ្យដូចគ្នាផងដែរព្រាប Edward ក៏លោឈាម Nino ជាប់ទៀតហើយ Nino ជាប់ទៀតបន្តជាមួយនឹងការផ្ទុះលោតជាប់យកតែម្ដងសតជាម្ដាយលោតអស់ឲ្យលោតហើយជាប់ខ្លួនមកដល់ព្រាបខាងក្នុងនេះមានការស៊ូណាមី slam ពី Alex វាយយកឡើងឈាមសិនទៅឈាមផងដែរអត់មានអីតាណាទេបាត់បង Alex បាត់ទៅហើយ បាទយ៉ានៅដើមម៉ោងនេះរៀងធ្ងន់ណាស់ ហូបផងអត់ដាច់ទេ
បាទកន្លែងបងបាញ់នេះណូប្រហែលជាលេងខុសមកផាសស៊ីវដែរបងព្រោះដោយសារតែបាញ់ទៅបុកជាមួយនឹងចាងហ្គរបស់ខាង Laura Gaming បាទអូយតែ Demon Kai ច្បាស់ Demon Kai បាទជាមួយនឹងការ farm objective របស់គេ level ដេញតន Nolan ណា ចា បាទជាមួយនឹង Realme 15 Pro 5G on 7 official gaming phone បាទចឹងបែបនេះគឺ Flying Cloud បាទក្នុងរយៈពេល74នាទីបន្ទុក kill នៅតែ2-3ទេប៉ុន្តែ goal លេខគ្នាបានទិញទួយតែប៉ុណ្ណោះបើយើងមើលទៅប្រភេទ hero Yasuke នេះលុះត្រាតែគាត់មាន item មកល្មមដែរដែលអាចវាយទៅលើ jungle របស់ Demon Kai បានបាទបើថាដើមម៉ោងវាយមិនទៅទេបាទតឹងណាស់អត់ទាន់មានដក defense អីហ្នឹង អូយតែ Nino នេះកាច Nino កាចខាងក្រោម Edward ធ្ងន់កមានការលុក flick ចាប់ស្រួលនឹង Missler ជាមួយនឹងការបោកវាយទៅលើ Edward បាត់តប់ដាច់យកតែម្ដងវ៉ាវលឿនមែនតើភ្លាម RV នៅខាងលើកបោធ្ងន់កមានការក្រាកទេមកដេញវាយ RV យកតែម្ដងជាមួយនឹងឲ្យ Domekay ប៉ុន្តែមានការចាប់ជាប់បាត់ហើយចង់ទៅណា RV គាត់លឹងដូចគ្នាប៉ុន្តែគេមកចាប់គាត់ឡុកជាប់បាត់ហើយ គេ trade លឿនណាបាទគេ trade លឿនមែនទេ បាទប៉ុន្តែបើយើងមើលទៅអាហ្វីប្រហែលជាអត់មាន Dexter គាត់បោះហើយគេហៅបណ្ដោយ off flick ទៀតហ៎មើល យ៉ាចង់មកថាបើសិនជាមាន Dexter ហើយមាន flick ទៀតអាចនឹងផុត តែនៅខាងលើខាងព្រោះដោយសារបាត់បង់អាហ្វីហើយបាត់បង់ Shield Thread ទៀតនោះ បាទគេមាននិយាយទៅគេឲ្យ domain មានបាទ ចាំភ្លាមជាមួយនឹង Nino ធ្វើការrotate lane ហើយបាទ fast clear ដើម្បីទៅចូលជាមួយនឹង objective ទី2ផងដែរ Total spawn បាទ ភ្លាមវគ្គទី1ទេយើងនឹងជួបភ្លាម Alex អស់ជាមួយនឹង Flicker អត់តមានជាមួយនឹង Tsunami Slam នោះទេមានការលោតកាប់យកតែម្ដងលោតទៅវិញដូចគ្នាដែរជាមួយនឹងការកាប់ stand ខុសភ្លាម Total គេ fast free Total ពី Aurora Gaming ទៀត បាទដូរចូលបាទ domain គេបិទទៅលើ អូ Afi B នឹងគ្រោះថ្នាក់ដូចគ្នា មិញតំណងណា domain គេបិទមួយចាំងកល Yasuke ហើយបន្តមក2 minute គេបិទ2 minute បាទ កដាលអត់ឲ្យចូលលេ បាទ ចង់ប្របាក់ដែរណាមួយគាត់ Nolan បាទ បើជើងអត់លឿនអីយ៉ាអូយចាប់ជាប់ធួនថែមបន្តទៀតភ្លាម Alex អាចនឹងមានគ្រោះថ្នាក់ដូចគ្នាដែរ Tsunami Slam ចាប់បោកជាប់បោកវាយយកតែម្ដងជាមួយនឹង Demon Kai ជាមួយនឹងការពុះពួកអត់ដាច់អូខេភ្លាមការបន្តម្ដាយ2ដៃ3ដៃ4ដៃជាមួយនឹងការលោតជាប់ពី Nino បង្ហើយបានទៅហើយប៉ុន្តែខាងក្រៅជាមួយនឹង Live Back Live បាត់បង់ជីវិតជាមួយនឹង Live ដូចគ្នាមួយ trade ជាមួយនឹង Hero 2 Hero ក៏ដូចជា trade form មួយដូចគ្នាបាទ trade គ្នាបាទនិយាយទៅមកស្មើគ្នាដែរមួយ2 Hero មួយមក Hero ហើយមួយ trade បាទ លើយក trade វិញហើយយ៉ាខាងលើយកមានការគៀបយក trade វិញដូចគ្នាប៉ុន្តែ Domain ជីប្រពោកទៅជាមួយនឹងការ clear lane នៅខាងក្រៅប៉ុន្តែមានការចូលបោះអាយ៉ា Yasuke អូអត់ដាច់ទៀត អូធ្ងន់កបាត់ហើយអាយ៉ា Yasuke ជាមួយនឹងការស៊ីចកេះមកខាងក្រៅវិញដូចគ្នាដែរដកថយទាន់ពេលវេលាបងលើដាច់នេះអូអូឌៀនអូច្រើនមែនទេ នេះអ្នកនៅក្រៅឯណា បាទ អ្នកនៅក្រៅ អូច្រើនណាស់បាទកន្លែងមកមើលជាមួយនឹង T1 Trainer ខាងផ្លូវ Top Lane ក៏យកបានពី RV ដូចគ្នាព្រោះដោយសារតែបាញ់មិញយើងក៏បានឃើញដែរជាមួយនឹង Domain Kai ក៏បាន T1 ហើយដូរ Lane យកមកបាទ Lane ទៅ Lane ខាងក្រៅវិញអត់មានអីចម្លែកទេណាមួយចំណេញ kill តែឥឡូវគេយក trade វិញដូចគ្នានៅខាងលើបាទធីមទាំងពីរនេះបើយើងនិយាយទៅវគ្គទី1នេះគឺស្មើដៃគ្នាមែនតើបាទអត់លិតគ្នាអត់លិតគ្នាច្រើនទេបាទកន្លែងមកមើលជាមួយនឹង item វិញក៏មាន Dom ណែណាចេញពី Alex ក៏ដូចជាសម្រាប់ Live វិញបាទអត់ទាន់បានចេញ Dom ណែណាទេ defense មួយកន្លះគ្រាប់ទេ Magical និង Physical បាទថាទី3នឹងមានការ spawn នៅក្នុងរយៈពេល10 second បន្ថែមទៀតប៉ុណ្ដែរបាទក៏ដូចជា Experience Lane ទាំងពីរចំ Nino full defense ហ្មងបាទ full បាទអីយ៉ាដូមិនខែគេចាប់ជាប់មានការខែកទេវាយ flash ជាមួយនឹង blazing duet ប៉ុន្តែមានការ Tsunami Slam បោកដាច់តបានជាមួយនឹង Domain ជាមួយការយក Domain ដូរជាមួយនឹង Total បាទ trade នេះមកចំណេញដែរចំណេញបាន trade យ៉ាណាមួយបានកុំឲ្យ domain មានហ៎បាទតែលួនខ្លាំងណាស់យកបាន trade ក្រុមទេនោះចំណេញណាបាទ Total ឥឡូវលុយតិចទេ Total ឥឡូវលុយតិចទេបាទគោលប៉ុន្តែយើងគិតថាស្មើចុះខុសគ្នាតែ500ហ្នឹងបាទបងនេះ500គេ clear តែមីនីនេះមួយលុយគេស្មើវិញបាទអញ្ចឹងស្មើសាច់បាទគូនេះបាទបាត់ជា grand final ទេបាទអ្វីដែលចំណេញពី Alter គាត់យកបានប៉មបាទប៉មបបភោគភាកច្រើនហើយយូមីគាត់លេងជាមួយនឹងផាសដែរគាត់តែងតែទៅភោគទេបាទគាត់លេងតែភោគហ្មងភោគឲ្យឡូឲ្យហើយបាទនិយាយតែឃើញ5រត់ឃើញ Gold Lane ហើយមួយ Mid Lane ភោគឲ្យឡូឲ្យហើយអាយ៉ា surprise អត់
មួយ មេវាយវាយដាច់ទេមានកតេឡើងឈឺសភ្លាមលោតជន់ចង់ចូលបើភ្លាមមកខាងក្រោយឃើញជាមួយរបស់មេរបស់លៀមអនខៃស៊ូណាមីស្លាមគេកតេចាប់បោកវាយចាប់ធួនជាប់ជាមួយនឹងអាឡិចអាចមានបញ្ហានៅក្នុងបណ្ដានីណូនៅតែបន្តការជាប់បណ្ដាហ៊ីជូមីនៅបែកឡាញបាត់បោកជាមួយក៏ដូចជា Blessing ទូបាត់បោកជាមួយនឹងអាហ្វីប៉ុន្តែខាងក្រោយក៏យកបានជាមួយនឹងដូមេខៃនៅក្នុងដែរអូយ៉ាកេយើងធ្ងន់កប៉ុន្តែនីណូនៅតែបន្តជាមួយនឹងការវាយ1-9យើងនឹងជាប់ឯងវាយចឹងបាទណានិយាយមែនណាពេលបើសិនថាសំការសម្រាប់ចិត្តបោកទៅលើដូមេដេម៉ុនកាយអីហ្នឹងគឺប្រហែលហ្មងគឺតាមណា បាទ ដាច់ប្រដេខាទៅ បាទ បាទអញ្ចឹងការដោះដូរជាមួយនឹងផុសបើគ្នាម្នាក់មួយមកវិញដូចគ្នាផងដែរនិយាយទៅយ៉ាគេគាត់ព្យាយាមរកឱកាសមែនតើហ្មងព្រោះតែសារបើមិនយើងមើលទៅជាមួយនឹងការចាប់បោកចេញពីអាឡែកមកទៅលើDemon Kai មានក្រាកទេមកហើយណាដល់ពេលចឹងគាត់ហ៊ានចូលទេបាទហើយណាមួយហ៊ីជូមីមិញអស់អាតែទៀតបាទធ្វើអីអត់ចាញ់ UA ដេញវាយដាច់យកតែម្ដងមិញគេនៅ4ដែរបាទគេនៅ4ដែរទាំងឡៃទាំងដូមេហើយមួយ UA បាទ បាទ អូណោះអូមានខ្សែ តែពីសើបាទហើយ ប្រែតបាទ Sky Pixel បាទហើយ VUA ចិត្តចេញ Lightning ហើយពី Hichumi បាទសម្រាប់ Queen Wing ក៏បានចេញទៅលើ Edward ដូចគ្នា Lot កលេចទៅមើល Lot លេខ 1K មកវិញសម្រាប់Laura អាយ៉ាចុះប្រពលគ្នាស្មៅនេះ ខុសគ្នាពី level អូឥឡូវខុសគ្នា level វិញ អូ farm ទៅណា Yasuke នេះព្យាយាមឃើញមែនអាហ្វីណាគេឃើញមែនអាហ្វីណា បាទ អាហ្វីមកហើយគឺមកហើយ Nino ការផុក Nino low ដូចគ្នាភ្លាម Lot កន្លងឡើងតាមលើវិញដូចគ្នា Alex Conceal មកចង់ចាប់វិញដូចគ្នាមកដែរលើចាក់ដែរតែ Nino ចូលបាំងប្រឡៃចូលឡុកយកទៅដល់ភ្លាមអូ Tsunami Slam ចាប់បោវាយទៅលើ Edward ប៉ុន្តែ Hichumi ទៅលើ Ultimate មុនដាច់ដូចគ្នាមកដែរប៉ុន្តែចូល Yasuke បាត់បង់ Yasuke បាត់បង់3 hero បាត់ហើយ Alex Obliger លោតជន់ដកថយប៉ុន្តែក៏លេងទៅមើលខាងក្រោយ Nino បាត់ដល់ទៅ3 hero Nino បាត់បង់ជាមួយនឹង Nino ទូជាមួយនឹង Sky Pixel មកដែរ 10 stack Sky តែ Pixel បាញ់មិញ Edward មួយ live តែ2នាក់នេះវាយ3យកមក ហ្នឹងហើយមូលចូលដល់ចុះតុបអត់មាននេះផងហ្នឹងមិញពួកគាត់ចៃគ្នាឡុកហ៎ បាទ បាទ មកយកមួយមកដែរចុះ ដាច់សៀលបាទ បាទដាច់ Seal Trend នៅ Play Midland បាទមកឡប់មកនេះបោកឡើងបាន 8k goal ឥឡូវធ្លាមកការលីតទៅដល់ 4k goal ផងដែរសម្រាប់ Alora Gaming អើទៅគោតែគាត់បើ control ឲ្យទៅខាងAruna លេងមានអារម្មណ៍ថាប៉ាបាទនិយាយមែនមកថាទឹកចិត្តបើបាស៊ីឲ្យវិញរៀងគ្រាន់ជាងបើបាស៊ីយក free យ៉ាតែគេបិទ free យ៉ាបាទយកលីម៉ូតយកអីមកជន់ក៏បានដែរ បាទ បើ Veteran ណយពេក មកឲ្យក្រាក់ទេចង់យកជាមួយ Tier 3 នឹង mid ដូចគ្នាមកដែរ Tier 3 mid អាចបាត់បង់ Tier 3 mid ដូចគ្នាគេចប់វាអាយ៉ាចប់វាបោះជាមួយនឹង Dexter ប៉ុន្តែអែមក៏ចូលកាប់ដូចគ្នាមកដែរជាមួយការនោះអាប់ចូលដល់3 4 hero នេះរអត់តហ៊ានលោតជន់នោះទេប៉ុន្តែក៏លេងទៅមើល Yasuke កំពុងតែកាក់លែនដូចគ្នា Minion mid ក៏មកដល់ប៉ុន្តែសមាជិករបស់ខាង team Aurora Gaming PH មានការដកថយអស់លីង បាទចិត្តជាខ្លាំងមែនទែនបាទ ឥឡូវបើយើងមើលជាមួយនឹង Assassin ដែលយក Nolan នេះមកបើដកជា link មកវិញអាចល្អល្អ link មានណាចាប់ទេណាហ្នឹងអូ silent នេះមិនឆ្ងាញ់ខ្ញុំយល់ថា link ល្អប៉ុន្តែឥឡូវបើមើល hero គេអត់មាន hero តុបទេបាទគេចូលបើយករហូតហ្មងបាទគេឡាពូ high low Veteran បាទគេដឹងតែឈ្មោះហើយវាអាចនឹងលេងបានតែបើសិនជាគាត់លេងចឹងគាត់អាចនឹងសិនថាគាត់អាចតុប early ជាប់បាទលេងគាត់លេងបានបើដល់ថ្នាក់ Fanny អីគាត់ហោះឆ្វាយចោះឆ្វាយឡើងបានហ្នឹងហើយព្រោះសិនតែ hero ដែលត្រូវការបើហ្នឹងបើថាចង់លេងជាប្រភេទចឹងសុខចិត្តថាកុំឲ្យគេលេង control ហេកុំឲ្យគេលេង control ស្រួល តែពិតវគ្គនេះបើយកស៊ូយូតំណងណាបងណាដូរពី Nolan ទៅស៊ូយូបែបតំណងជាងណា អត់ទេ Leo អាចមាន តែគាត់ក៏លេងមួយគាត់វាបានតា តែគូនេះនៅ នេះគាត់ អត់ទេប៉ុន្តែលើកនេះលេងបានគាត់នេះលើកនេះលេងបានគាត់មាន combo គាត់មានអីតាបាទតែដោយសារគាត់ចង់បាន damage មកតង់ដាច់មកបោកមួយផាសាមួយអី បាទបោកអត់ទៅទេបើ4 4 5 hero ឥឡូវដូចមុនហ្នឹងគ្នាយើងនិយាយថា Kalian ហ្នឹងអត់ដឹងថាចាប់ណាគេទេបាទយកមក audience fan គេ Purify Karura អ៊ីឌីដល់ skin អ៊ីឌីដល់បងបាទគាត់ហ្នឹងឯងអ្នកហត់ បាទរៀងកត្រាបែកដូរអ៊ូអាយបាទ6.1k ធ្វើការនាំមកពី Aurora Gaming នៅក្នុងវគ្គទី1ចាំមើលអាចនឹងធ្វើការ defend ជាប់ឬមួយយ៉ាងណាព្រោះដោយសារ Cloud
របស់ A2 ក៏គាត់រៀងមានលុយដែរបាទគាត់បានជាមួយនឹង3អាស៊ីក៏ដូចជាមួយខៀលនៅក្នុងដៃ បាទ បាទគាត់ដូចជាចិត្ត level 15ឲ្យមកហើយ បន្តពីបន្ត3បន្តលោតបោកចេញបន្តែកទេឡាយដេញលុកយកតាមដងលេបជាប់ជួយនីណូលោតអត់បន្តែ Ever លោតកាប់បន្តែសូនីមីស្លេតកាត់តមកវិញនៅគ្នាបន្តែជាមួយនឹងកាប់ពុះបាទឡាច់បាត់ហើយជាមួយនឹងនីណូអត់មានតុកទេឌីមេកទាំងកធនបន្តែយើងក៏លេចទៅមើលយ៉ាស៊ូកេគេឆៃមកភ្លេចអេ what បាត់ទៅហើយជាមួយនឹងយ៉ាស៊ូកេចូលជើងបាទ គេយក lot ដែរបាទ free lot បាទ បច្ចេកបច្ចេក បាទ ជាង ចាប់បាទដឹងចាប់ណាគេទេ បាទ បាទគេចូល divide 2 បាទ បាទខាលៀគ្រាន់តែថាគេបើសិនជាចង់ចាប់គេអស់គេចុច divide ម៉ាំងលើហ្នឹងមក ហ្នឹង បាទឥឡូវគាត់អត់មានជាមួយនឹង flicker ទេបាទ front line គាត់មានជាមួយតាម Nino ទេ Nino គាត់ត្រូវអាណួយខ្លាំងមែនទែនជាមួយនឹង high loss បាទ high loss slow ផងគេមាន stun ហើយគេមាន Featherine នៅចាំអាណួយទៀត បាទនិយាយទៅនៅពេលដែល Nino ចូលគឺអត់មានឱកាសក្នុងការចាញ់ទេទោះបីជាមាន flicker ក៏រត់រួចដែរ បាទ ព្រោះដោយសារតែស្អិតខ្លាំងណាស់នៅក្នុងកទេរបស់ High Loss បាទហើយ Edward គេឃើញណា Edward បាទតើ ទៅហើយ Alex លោកអាប់ជាមួយនឹងកាប់អូយខ្លួនវិញ slam មិនតង់ដាច់ប៉ុន្តែជីវិតពីរអេ Webward ខ្លួនទៀតប៉ុន្តែ Alex អាចស្គាល់ប៉ុន្តែមានការខែកតែចាំការវាយយកតាមដងបាក់អោតទីចោតចាប់ជាមួយនឹងជំនាញ off flicker ប៉ុន្តែវាយទេប៉ុន្តែមិនតង់ដាច់យូរទេភ្លាមពីការ blasting ដូចគ្នាបងដែរជាមួយនឹងការចាប់ lock ទៅលើដូមេអត់តន់ដាច់ទៀតភ្លាមពីការដេញ lock ប៉ុន្តែមុខចំ pass skill ខបាត់ហើយចំទៅលើ Demon Kai វិញភ្លាមលោតជាន់អាពីវាយបានពីវាយបានប៉ុន្តែមានការ Flash Dexter មកក្រោយអស់ RT អត់មាន clear lane ទេគេអាចវាយតែយោចេញជំនះនៅក្នុងវគ្គទី1គឺបានទៅលើ Aurora Gaming PH អូយ បាទ អត់ដល់ smooth មែនទេណែម្ដងបាទជុំ high loss នេះគេយកមកក្រោយពេលឃើញភូមិនេះត្រូវអត់ហ្នឹងគាត់គេយកមកក្រោយ គេយកមកក្រោយ បាទខ្ញុំមក high loss នេះធ្វើឲ្យ